ស្ត្រីគ្នាយើងបើស្ថិតក្នុងលក្ខខណ្ឌប៉ុន្មានចំណុចនេះមិនគួរប្រើថ្នាំ72ម៉ោងឡើយយើងដឹងហើយថាថ្នាំ72ម៉ោងឬថ្នាំពន្យារកំណើតបន្ទាន់មានប្រសិទ្ធភាពខ្ពស់ក្នុងការការពារកុំឲ្យស្ត្រីមានផ្ទៃពោះប្រសិនបើភ្លាត់ស្នៀតមានអីនឹងដៃគូដោយមិនបានប្រើស្រោមអនាម័យតែថ្នាំប្រភេទនេះគ្រូពេទ្យមិនណែនាំឲ្យប្រើរាល់ថ្ងៃដូចថ្នាំពន្យារកំណើតធម្មតាទេគឺអាចប្រើត្រឹម2ដងក្នុងមួយខែប៉ុណ្ណោះហើយបើស្ថិតក្នុងលក្ខខណ្ឌទាំងនេះស្ត្រីកុំប្រើថ្នាំពន្យារកំណើតបន្ទាន់អីល្អជាងថ្នាំពន្យារកំណើតបន្ទាន់72ម៉ោងជាប្រភេទអរម៉ូនកម្រិតខ្ពស់ដូច្នេះការប្រុងប្រយ័ត្នគឺពិតជាចាំបាច់ខ្លាំងណាស់ចំណុចទី1ចំពោះស្ត្រីដែលមានជំងឺប្រចាំកាយនេះជាចំណុចដែលគួរប្រុងប្រយ័ត្នបំផុតស្ត្រីដែលមានប្រវត្តិដូចខាងក្រោមមិនគួរប្រើប្រាស់ឬត្រូវពិភាក្សាជាមួយគ្រូពេទ្យជាមុនសិនស្ត្រីដែលមានជំងឺសរសៃឈាមអ្នកដែលធ្លាប់ស្ទះសរសៃឈាមឬដាច់សរសៃឈាមខួរក្បាលស្ត្រីដែលមានជំងឺថ្លើមធ្ងន់ធ្ងរព្រោះថ្លើមជាអ្នករំលាយជាតិថ្នាំស្ត្រីដែលមានជំងឺមហារីកសូដនព្រោះថ្នាំនេះជាអរម៉ូនដែលអាចធ្វើឲ្យដុំសាច់រីករាលដាលស្ត្រីដែលមានសម្ពាធឈាមខ្ពស់ខ្លាំងតែមិនអាចគ្រប់គ្រងបានចំណុចទី2ស្ត្រីបំបើកូនដោយទឹកដោះតាមពិតទៅស្ត្រីបំបើដោះកូនអាចប្រើប្រាស់បានប៉ុន្តែត្រូវមានការប្រុងប្រយ័ត្នជាទូទៅគ្រូពេទ្យណែនាំឲ្យបំបើកូនរួចសឹមលេបថ្នាំឬផ្អាកបំបើដោះប្រហែល8ទៅ24ម៉ោងបន្ទាប់ពីលេបថ្នាំអាស្រ័យលើប្រភេទថ្នាំដើម្បីកុំឲ្យមានអរម៉ូនជ្រាបចូលក្នុងទឹកដោះចំណុចទី3រយៈពេលនៃការប្រើប្រាស់និងស្ថានភាពមករដូវក្រោយពីយើងបានរួមភេទរួចលើសពី72ម៉ោងប្រសិទ្ធភាពថ្នាំនឹងថយចុះខ្លាំងឬមិនមានប្រសិទ្ធភាពតែម្ដងករណីមានផ្ទៃពោះរួចហើយប្រសិនបើអ្នកជិតដល់ថ្ងៃមករដូវហើយដឹងថាមានផ្ទៃពោះនោះការលេបថ្នាំនេះនឹងមិនមានប្រសិទ្ធភាពទេហើយវាក៏មិនមែនជាថ្នាំរំលូតកូនដែរចំណុចទី4ជំងឺរលាកអាំងត្រគាក PID ចំពោះថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់ជំងឺរលាកអាំងត្រគាកមិនមែនជាបញ្ហារារាំងធំដុំដោយការដាក់កង់ដាក់ក្នុងស្បូន IUD នោះទេប៉ុន្តែប្រសិនបើអ្នកមានជំងឺនេះអ្នកគួរតែព្យាបាលឲ្យជាសះស្បើយព្រោះវាប៉ះពាល់ដល់សុខភាពបន្តពូជទូទៅផលរំខានទូទៅច្រើនតែកើតមានក្នុងរយៈពេល24ទៅ48ម៉ោងដំបូងហើយនឹងបាត់ទៅវិញដោយខ្លួនឯងក្អួតនិងចង្អោរបើក្អួតក្នុងអំឡុងពេល2ម៉ោងក្រោយលេបថ្នាំអ្នកត្រូវលេបថ្នាំមួយគ្រាប់ជំនួសវិញព្រោះថ្នាំប្រហែលជាមិនទាន់ជ្រាបចូលក្នុងខ្លួននៅឡើយឈឺនិងតឹងសូដនដោយសារកម្រិតអរម៉ូនក្នុងថ្នាំឡើងខ្ពស់ការប្រែប្រួលរដូវអាចនឹងមកមុនឬក្រោយថ្ងៃកំណត់បន្តិចបន្តួចឬមានធ្លាក់ឈាមតិចតួចនៅចន្លោះវដ្តរដូវសញ្ញាអាសន្នដែលត្រូវជួបគ្រូពេទ្យជាបន្ទាន់ប្រសិនបើអ្នកជួបប្រទះអាការៈដូចខាងក្រោមវាមិនមែនជាផលរំខានធម្មតាទៀតទេការមានផ្ទៃពោះក្រៅស្បូន Ectopic Pregnancy ប្រសិនបើអ្នកមានអារម្មណ៍ថាឈឺពោះខ្លាំងនៅចំហៀងណាមួយឬឈឺចុកចាប់ខ្លាំងក្នុងអាងត្រគាកបន្ទាប់ពីលេបថ្នាំរួចប៉ុន្មានសប្តាហ៍នេះអាចជាសញ្ញាគ្រោះថ្នាក់ដល់ជីវិតការបាត់បង់ឈាមខ្លាំងបើមានការធ្លាក់ឈាមច្រើនខុសធម្មតាអាឡែកស៊ីជាមួយថ្នាំមានកន្ទួលរមាស់ពិបាកដកដង្ហើមឬហើមមុខនិងបំពង់កវិលមុខខ្លាំងរហូតសន្លប់អាចជាសញ្ញានៃការធ្លាក់ឈាមក្នុងឬបញ្ហាសម្ពាធឈាម